បាទសួស្តីទៅកាន់អស់លោកស្រីនិងអ្នកកញ្ញាជាពិសេសអ្នកជំនាញខាងទីមីវិទ្យាទាំងអស់គ្នាថ្ងៃនេះខ្ញុំមានឧបករណ៍ថ្មីមួយទៀតបាទដែលទើបតែមកដល់ដៃខ្ញុំបាទនៅក្នុងសប្តាហ៍នេះឥឡូវនេះខ្ញុំនឹងបង្ហាញថាតើវាជាឧបករណ៍អ្វីហើយរាល់ពេលខ្ញុំធ្វើកិច្ចការពិសោធន៍មួយចំនួនតាក់ទងទៅនឹងការវាស់មជ្ឈដ្ឋានរបស់សូលស្យុងជាទូទៅយើងតែងតែប្រើក្រដាស pH ដើម្បីតេស្តរហ័សមើលឃើញថាតើវាជាសូលចុងអាស៊ីតសូលចុងបាសឬក៏សូលចុងណឺតហើយដើម្បីឲ្យកាន់តែជាក់លាក់ជាងក្រដាស pH ឬក៏ក្រដាសទូនូសូលនេះខ្ញុំបានធ្វើការទិញនៅសម្ភារៈមួយយ៉ាងដែលយើងហៅថា pH meter បាទនេះគឺជាប្រអប់ថ្មីតែម្ដង pH meter ដែលគេដាក់អក្សរថា PHS ដក 3C ENG បាទអញ្ចឹងដើម្បីដឹងថាតើឧបករណ៍នេះយើងត្រូវប្រើវាយ៉ាងរបៀបម៉េចហើយធ្វើម៉េចតម្លើងម៉េចយើងចូលទៅមើលទាំងអស់គ្នាបាទដំបូងយើងបើកប្រអប់វាសិនឥឡូវខ្ញុំបើកប្រអប់វាសិនបាទប្រអប់របៀបនេះបាទបើកមកយើងឃើញមុនដំបូងបំផុតគឺនេះបាទបងប្អូនយើងសៀវភៅណែនាំបាទនេះជាសៀវភៅណែនាំមួយអញ្ចឹងបងប្អូនយើងអាចបើកមើលបាទនេះមាន content យើងហៅថាមាតិកាបាទអញ្ចឹងយើងមានការណែនាំសៀវភៅណែនាំបាទទៅប្រើប្រាស់ម៉េចធ្វើម៉េចអីចឹងណាបាទតែសម្រាប់បងប្អូនយើងដែលធ្លាប់ប្រើប្រាស់រួចហើយនឹងមិនបញ្ហាទេហើយសូមបញ្ជាក់ផងដែរថាឧបករណ៍ pH meter នេះគឺមានច្រើនស៊េរីបាទច្រើនប្រភេទបាទផ្សេងគ្នាបាទមិនដូចគ្នាទាំងអស់ទេអ្វីដែលខ្ញុំទិញមកនេះគឺជាប្រភេទមួយនៃឧបករណ៍ pH meter បាទឧបករណ៍ pH meter បើយើងប្រៀបធៀបជាមួយនឹងក្រដាស pH គឺវាខុសនៅត្រង់ថាឧបករណ៍ pH meter គឺមានភាពជាក់លាក់ជាងហើយបើក្រដាស pH យើងគាត់សន្និដ្ឋានថាហ្នឹងគឺវាប្រហែលតម្លៃលេខវាប្រហែល7ប្រហែល6ឬប្រហែល5អញ្ចឹងណាប៉ុន្តែឧបករណ៍ pH meter នេះគឺយើងវាស់ឃើញតម្លៃលេខជាក់ស្ដែងតែម្ដងថាវាអាចដល់ខាងក្រៅគឺ3ខ្ទង់ឬ2ខ្ទង់ទៀតហ៎បាទទីហោថា 6.25 នេះវាឲ្យតម្លៃលេខជាក់ស្ដែងតែម្ដងបាទអញ្ចឹងបន្ទាប់ពីសៀវភៅណែនាំមកយើងឃើញបាទនេះហាឌុយសាកភ្លើងបាទអញ្ចឹងឧបករណ៍ pH meter របស់យើងគឺប្រើភ្លើងបាទតលតែមានភ្លើងអគ្គិសនីបានអាចប្រើបានបើយើងមានឌុយបាទខ្សែឌុយវាបាទនេះវាយនេះបន្តមកទៀតអានេះយើងហៅថាបាទនេះយើងហៅថា electrode នេះ electrode បាទ electrode នេះគឺសម្រាប់ដាក់វាទៅក្នុងមជ្ឈដ្ឋានរបស់សូលចុងឬក៏លំអាយរបស់សូលចុងមួយទៅវានឹងឲ្យតម្លៃ pH ស្មើប្រមាណទេបាទអញ្ចឹងខ្ញុំរើវាខាងក្រៅសិនបាទអានេះយើងហៅថាបាទប្រៀបបានដៃវាបាទដៃវាដើម្បីយើងនៅពេលយើងដាក់electrode ជាប់មួយដៃហ្នឹងត្រង់កន្លែងនេះបាទនេះជាស្នោដែលគេដាក់មកទេបាទមកឲ្យវាខូចនេះបាទអញ្ចឹងយើងបើបន្តទៀតមកយើងឃើញឧបករណ៍នេះ pH meter របស់យើងបាននេះរៀងប៉ុណ្ណេះបាទបងប្អូនយើងនេះ pH meter របស់យើងបាទអញ្ចឹងយើងនេះជា screen ឬក៏អេក្រង់ដើម្បីយើងមើលតម្លៃលេខ pH បាទនេះ pH បាទមានជា pH នៅលើ MV ហើយនឹង on os cal គេថា max បាទនេះmini បាទអញ្ចឹងមានប៊ូតុងវាប្រាប់ណែនាំយើងតាមមើលសភៅបន្ថែមដើម្បីច្បាស់លាស់ត្រូវមើលសភៅបន្ថែមបាទឥឡូវខ្ញុំនឹងកម្លាំងវាសិនបាទអញ្ចឹងខ្ញុំទុកប្រអប់វាមួយឡែកសិនបាទអញ្ចឹងនៅពេលដែលយើងវាស់យើងត្រូវការកែបបៃសេមួយទៀតបាទនេះកែបបៃសេបាទសម្រាប់ដាក់មជ្ឈដ្ឋានសូលស្យុងអញ្ចឹងណានេះដបសម្រាប់ដាក់ទឹកលាងនៅពេលដែលយើងវាស់អីមួយហើយយើងមិនមែនយក
electrode របស់ P50 ម៉ែត្រហ្នឹងទៅដាក់ចូលក្នុងសូលចុងមួយទៀតភ្លាមទេបើយើងត្រូវលាងសម្អាតវាសិនអញ្ចឹងនៅក្នុងការដំឡើងគឺយើងយកអាដៃវាហ្នឹងខ្ញុំហៅដៃចុះបាទស្រួលយល់បាទទៅភ្ជាប់ជាមួយនឹងត្រង់ចំណុចនេះបាទនេះដាក់វាអញ្ចឹងណាអានេះវាមានរុននេះបាទហើយនេះវាមានថាញីឈ្មោលចុះបាទអានេះញីអានេះឈ្មោលបាទអាដោះមានដោះមួយជាប់ដោះហៅថាឈ្មោលហើយអានេះមានរុននៅក្នុងហើយញីបាទដាក់ចូលងាំអញ្ចឹងបាទនេះបាទហើយគេមិនគេអាចអានេះគេអាចប្រវល់បាននេះប្រវល់បានគ្រប់ទិសបាទ180ដឺក្រេណាបាទដាក់ចេះក៏បាននិយាយដាក់មករកមុខយើងក៏បានដែរបាទតែគេមិនសូវវាស់សូលចុងមួយដែលមករកមុខយើងនេះសារត្រង់ថាយើងអាចមើលតម្លៃលេខទៅលើ screen នេះបានលើអេក្រង់របស់ឧបករណ៍នឹងបានហើយសូលចុងខ្លះវាមានក្លិនមានអីចឹងយើងត្រូវដាក់ចេះក៏បានដែរបាទវាស់ទៅមុខវិញបាទអញ្ចឹងអាដៃអាចលើកឲ្យខ្ពស់លើកឲ្យទាបបាទអាចលើកខ្ពស់លើកទាបបាននេះអានេះខ្ចៅវាដើម្បីមូលសេរីបាទឥឡូវខ្ញុំនៅក្នុងប្រអប់ electrode នេះខ្ញុំបើកវាទៀតបាទដើម្បីដឹងថាវាមានអីខ្លះនៅក្នុងហ្នឹងបាទអញ្ចឹងនៅក្នុងប្រអប់ electrode នេះគឺមានតែ electrode ទាំងឯងហើយនឹង electrolyte បាទអានេះស្តង់ដាររបស់វាបាទណាបើអញ្ចឹងយើងដាក់វាទៅម៉េចយើងដាក់វាធ្វើម៉េចបាទអញ្ចឹងខ្ញុំដោះសិនបាទហើយយើងភ្ជាប់វាបាននៅក្នុងកន្លែងនេះបាទទីមានរុនមួយទៀតអញ្ចឹងយើងដកវាចេញទៅបាទហើយយើងដោតelectrode នឹងមកហើយយើងយកមកដាក់កន្លែងនេះបាទនេះព្រោះអញ្ចេះបាទណាអញ្ចឹងបានប៉ុណ្ណឹងហើយអត់ទាន់តែបានទេតើយើងយកព្រីភ្លើងមកដោតភ្ជាប់ទៀតបាទដោតភ្ជាប់ទៅមកហើយមើលរុនវានេះបាទនេះអញ្ចឹងយើងដោតចូលទៅមកបាទអញ្ចឹងនេះបងប្អូនយើងនៅពេលយើងតម្លើងបាននេះបាទអញ្ចឹងយើងតភ្ជាប់ខ្សែហើយបាទតភ្ជាប់វាហើយនេះអានេះព្រីភ្លើងយើងយកដូចអញ្ចឹងមកសាកជាមួយនឹងព្រីភ្លើងហើយអានេះយើងហៅថា electrode ហើយអាសូលចុងក្រោមនេះ electrolyte ស្តង់ដារវាណាយើងអាចដកបានទេយើងដកវាចេញមកក្រៅណាហ្នឹងហើយបាទអញ្ចឹងយើងនៅពេលដែលយើងទុកវាវិញយើងទុកតាមគំរូរបស់គេបាទបើគេដាក់មកគេភ្ជាប់អញ្ចឹងដែរបាទដាក់អញ្ចឹងមកបាទនេះអញ្ចឹងសម្រាប់ P50 ម៉ែត្រហ្នឹងដែលយើងមើលឃើញជាក់ស្ដែងតម្លៃលេខនេះគឺថាឃើញ 7.66 បាទហើយនៅ 25 អង្សាសេនេះជាសូលចុងស្តង់ដាររបស់គេបាទអញ្ចឹងនៅពេលដែលយើងវាស់សូលចុងផ្សេងទៀតយើងទៅធ្វើម៉េចបាទអញ្ចឹងសូមតាមដានមើលទាំងអស់គ្នាអញ្ចឹងយើងដកអាសូលចុងស្តង់ដារទុកមួយឡែកសិនហើយយើងយកអា electrode មកធ្ពក់លើដៃវារបស់វានេះបាទនេះបាទអញ្ចឹងបងប្អូនមុននឹងធ្វើការពិសោធន៍អីមួយបាទតើតើនឹងឧបករណ៍យើងត្រូវលាងវាសិនបាទណាយើងដាក់កែវវាសិនមកយើងលាងវាសិនបាទលាងជុំវិញសិនមកនេះបាទលាងចឹងមកលាងសម្អាតវាសិនបាទហ្នឹងហើយលាងសម្អាតវាសិនបាទលាងហើយយើងយកអាសូលចុងដែលយើងបានលាងចាក់ចោលសិនបាទនេះគ្រាន់តែជាឧទាហរណ៍នៃការប្រើប្រាស់ P50 ម៉ែត្រទេអញ្ចឹងនៅពេលដែលយើងថាឧបមាយើងវាស់សូលចុងអីក៏ដោយអញ្ចឹងបន្ទាប់ពីយើងវាស់ហើយយើងកុំភ្លេចបានលើកវាឡើងយ៉ាងមកបាទបាច់កុំប៉ះខាងដៃបាទបើអានេះវាមានដៃវាស្រាប់ហើយយើងយកទឹកលាងចេះបាទលាងយ៉ាងមកបាទវាអត់ខូចទេបាទឧបករណ៍ហ្នឹងវាយើងលាងទៅវាប៉ះទឹកវាធម្មតាទេវាជា electrode ហើយអញ្ចឹងវាប៉ះទឹកទៅយើងលាងវាហើយយើងអាចយកវត្ថុស្អាតមួយឬក៏កន្សែងល្អមួយយើងជូតវាស្ងួតទៅហើយយើងដាក់ចូល electrode ស្តង់ដាររបស់គេនេះវិញដើម្បីទុកបាទអញ្ចឹងនៅខាងមុខទៀតខ្ញុំនឹងយកសាប៊ូដូចជាសាប៊ូលាងចានដូចជាសាប៊ូលាងដៃដែលខ្ញុំបានធ្វើហើយខ្ញុំមកយកវាមកវាស់បាទតើវាឃើញ pH ស្មើប្រមាណខ្លះ